រឿងមហូបខ្លាមទុកចិត្តលើប្តីខ្ញុំចោះបងប្អូនអើយមហូបអីក៏ចេះដែរហើយសិតតែតំណងនេះមហូបខ្លែមមួយមុខនេះគឺឆ្ងាញ់ជាតិមែនតើណាបងប្អូនមុនដំបូងដាក់ស្ងោរសាច់ជ្រូក3ជាន់ជាមួយនឹងស្លឹកគ្រៃស្លឹកក្រូចម្ដេងហើយនឹងអំបិលបន្តិចគ្រឿងក្រៅសម្រាប់ក្លុកយើងវិញមានជីវ៉ាន់ស៊ុយហើយនឹងស្លឹកខ្ទឹមនិងជីវែងខ្ទឹមក្រហមក្រូចឆ្មាហាន់ល្អិតរួចអស់ឥឡូវនឹងសាច់ជ្រូកយើងឆ្អិនល្មមណាបងប្អូននេះយើងយកមកហាន់រៀងចំណិតតូចល្មមចាក់ទឹកខ្មេះហើយនឹងប្រេងខ្យងច្បល់ចូលគ្នាឲ្យសព្វមកទទួលហើយចាំយើងយកទៅបំពងឲ្យស្រួយខ្ញោកហ្មងបងប្អូនពេលបំពងនឹងរៀងផ្ទុះដែរប៉ុន្តែប្តីខ្ញុំក៏យកកម្របឆ្នាំងក្របទៅអត់អីទេបើកមកវិញចង់ជ្រុលបងប្អូនតែប៉ុណ្ណឹងល្មមឆ្ងាញ់អត់អីទេឥឡូវដល់ពេលលាយគ្រឿងពិសេសរបស់ប្តីខ្ញុំហើយមុនដំបូងគឺបុកខ្ទឹមសម្ទេសប៊ីចេងស្ករបុកឲ្យម៉ត់ល្អហើយចាំយើងដួសយកទៅដាក់ក្នុងក្បាច់ខ្ទឹមក្រហមស្លឹកគ្រៃដែលយើងហាន់រួចបាច់ក្រូចឆ្មាប្រហែលជា2ផ្លែដាក់ម្ទេសហុយអង្ករលីងនិយាយពីអង្ករលីងនេះគឺតួឯកតែម្ដងបងប្អូនអើយគឺឈ្ងុយឈ្ងប់ឆ្ងាញ់មែនតើយើងច្បល់ចូលគ្នាហើយយើងចាក់សាច់ជ្រូកដែលយើងបំពងហ្នឹងដាក់ទឹកត្រីហើយនឹងម្សៅស៊ុបច្បល់កូរវិតឲ្យចូលជាតិខ្លាំងល្អហើយយើងដាក់ជីបងប្អូនជីទាំងប្រមាណមុខដែលយើងហាន់លើថែមម្ទេសទៀតហើយដោយសារប្តីប្រពន្ធខ្ញុំចូលចិត្តហឹរហើយយើងមានបន្លែលក់ទ្រាប់នៅក្នុងចានហើយយើងចាក់ពីលើមកគឺតំណងមែនតើឥឡូវសាច់ជ្រូក3ជាន់ពងកន្លុកអង្ករលីងយើងឆ្អិនណាបងប្អូនមកញ៉ាំទាំងអស់គ្នាអូយឆ្ងាញ់ជាតិណាស់បងប្អូនអើយរសជាតិជូរអែមហើយឈ្ងុយអង្ករលីងទៀតណាហើយសាច់ជ្រូកយើងស្រួយខ្ញោកហ្មងកលីងយើងចង់ខ្លែមជួបជុំមិត្តភ័ក្តិអីកុំភ្លេចធ្វើម្ហូបនៅមុខនេះទៅស្នេហ៍និយាយពីរសជាតិវិញឆ្ងាញ់ខ្លាំងមែនតើបងប្អូននៃខ្លែមគឺត្រូវខ្លាំងហ្មងហើយបើញ៉ាំជាមួយបាយក៏ត្រូវដែររសជាតិជូរអែមហឹរហោះហើយនឹងសាច់ជ្រូកយើងស្រួយខ្ញោកចាអរគុណបងប្អូនវីដេអូមានតែប៉ុណ្្នឹងទេជួបគ្នាវីដេអូក្រោយជម្រាបលា